កំហឹងទៅរូបជាកែបាត់សោរងឃើញខំនាំប្អូនមករៀបចំសារប្រជុំដើម្បីរៀបចំកម្មវិធីស្អែកឥឡូវមកដល់សាលាចិត្តយប់បាត់ហើយអត់មានសោចូលទេមិនដឹងជាអ្នកណាអ្នកកាន់ចង្កឹះទេមិនសមមិនឲ្យកូនសិស្សយកមកចាំងបាត់សោពិតជាឧបសគ្គខ្លាំងមែនតែនរករ៉ាហើយសោធម្មតាទៅចាក់សោនឹងទៀតសោនឹងសោដែលគ្មានចង្កឹះចាក់ផងម្ចាស់បងខ្ញុំហើយម្ចាស់បងឃើញសោណាក៏យកចាក់សោនឹងឃើញចង្កឹះចាក់ទេតម្រាំទៅចូលបានចាក់សោចាក់ដល់ឥឡូវមករៀបសោ200នាក់បណ្ដឹងជារៀបក្រអើយគួយក្រនេះស្អែកហ្នឹងចេញមករៀបចំកម្មវិធីមួយថ្ងៃរករកសាហាវខំល្ងាចងាទៅជិះម៉ូតូទៅពីអ្នកប្អូនដើម្បីទៅរៀបកៅអីរៀបអីឲ្យហើយនៅសាប្រជុំតឡើងសម្ពុតស្លាយអីទុកឲ្យហើយបើមិនចឹងទេថ្ងៃកម្មវិធីនោះគឺអត់ទាន់ទេព្រោះកម្មវិធីនៅព្រឹកថ្ងៃច័ន្ទតែមានណាទៅដល់សាលាអត់មានសោចូលសោនឹងស្មានតែនៅជាមួយកូនសិស្សព្រោះកាលពីថ្ងៃសៅរ៍នោះប្រគួតដល់និយាយជាសាធារណៈឲ្យកូនសិស្សយកចង្កឹះសោមកចាក់ទុកមុនដល់ពេលចាក់ទៅកូនសិស្សនោះមិនដឹងជាធ្វើមិនទេបាត់ទាំងមេបាត់ទាំងកូនសោស្រឡាច់ហ៎ចឹងទៅស្មានតែរកឃើញឲ្យបានចាក់វិញឯតាហើយក៏មិនតបានយកចង្កឹះសោនោះមកវិញតាមពិតគេទៅរកឃើញអាសោចាស់ដែលគេឈប់ចាក់អាសោនោះវាស្ទិកមុខស្ទិកអីអស់ហើយចាក់មិនចូលទៅបានសោនោះយកចាក់ដល់ពេលចឹងមានចង្កឹះណាចាក់ត្រូវទៅខ្ចីសោតាដែលយាមសាលាសោគាត់រយឡើងចាស់ច្រេះចាប់អស់ហើយខ្ញុំដើរចាក់3 4ទ្វារនោះទម្រាំតបាននោះនៅខាងចុងគេនោះចាក់មិនត្រូវងាយសោះដល់ពេលចាក់ត្រូវហើយបានទៅឃើញអាសោថ្ងៃមុនដែលបាត់នោះនៅក្នុងសាលាហ្នឹងហើយកូនសិស្សឆ្ងល់ចាក់ហើយយកទុកហើយគ្មានចំណាំទុកខ្លួនឯងសោះឲ្យគ្រូដើររកអីចូលមិនបានហើយខំឆាទៅខឹងអ្នកគ្រូខ្មែរថាថៃមិនចាក់សោនឹងហើយចង្កឹះសោនៅណាក៏ថាមិនដឹងទេមិនឃើញចង្កឹះផងស្មានតែគាត់ចាក់សោស្រឡាច់នោះតើហើយទៅសួររកកូនសិស្សប្រាប់ថានៅអ្នកគ្រូខ្មែរចុះឡើងទៅទេហ្មងខ្ញុំហើយនឹងសោដូចជាមិនបញ្ហាជាមួយគ្នារហូតបើសោម៉ូតូទេអើយរកតម្រាំមកឃើញម្ដងនឹងផ្លិចនោះផ្លិចតែរឿងសោម៉ូតូហ្នឹងហើយសោបន្ទប់ហ្នឹងក៏បាត់អស់មួយដែររកមិនឃើញដែរហ្នឹងតោះតែទិញមេសោថ្មីឆ្កឹះសោថ្មីទៀតហើយសោសាប្រជុំហ្នឹងគឺលោកគ្រូនាយករងគាត់ឲ្យខ្ចីសិនដោយសារតែខ្ញុំនឹងចូលបរិញ្ញាបត្រនៅសាប្រជុំហើយដល់ពេលចឹងទៅបាត់ចប់តែបាត់ហ្នឹងវាទិញថ្មីឲ្យឆ្កឹះគាត់ម្នាក់មួយវិញធ្វើអ្នករៀបចំកម្មវិធីលើកទី1អញ្ចឹងទៅទោះជាល្ងាចថ្ងៃអាទិត្យក៏ត្រូវតែមកដែរព្រោះខ្លាចស្អែកនេះរៀបមិនទាន់អស់ប្អូនមកជួយនៅពេលដែលរសោនោះឃើញវិញហ្នឹងគឺចង់មកដោះសោនេះចាញ់ព្រោះសោមួយហ្នឹងអត់មានឆ្កឹះណាចាក់ត្រូវទេប្អូនខ្ញុំគេមើលរឿងច្រើនពេកនងមើលរឿងភាគច្រើនពេកអើយរឿងដូចគេអីគេបែបប៉ូលីសស៊ើបអង្កេតអីដល់ពេលចឹងទៅគេយកគ្នាបខ្មៅគេចាក់គេគិតថាចាក់បានដល់ចាក់គ្មានចាញ់អីណាយើងចាក់យកសោនឹងចាញ់ដើម្បីចាក់អាសោដែលមានចង្កឹះវិញមិនចឹងទេគ្មានពីណាចូលរួចទេអត់ដឹងថាកូនសិស្សណាទេយកស្ករកស៊ូយកទៅញុកពេញរុនសោនោះបានខូចសោអស់ចាក់មិនកើនហើយខ្ញុំនេះខំយកបថៅមកដំទៅទេដំគ្មានចេញគ្មានអីទេព្រោះតែអត់ជំនាញដល់បងអូនខ្ញុំគេទៅដាក់តែមកបថៅគឺបើកបានហើយខ្ញុំនេះក៏ខាងថាកុំឲ្យមានអ្នកចាក់ទៀតគប់អាសោនឹងចេញដាក់អាសោថ្មីនោះមើលបន្ទាប់ពីចូលសាលប្រជុំបានរៀបចំអីហើយហ្នឹងគិតថាអើយរឿងរ៉ករាគឺផុតមែនគឺអត់តន់ផុតទេគឺហួសចិត្តនឹងខ្លួនឯងជាខ្លាំងតែតើស្អែកឡើងមិនដឹងសោដែលវាយនោះគឺវាយខុសហើយគឺវាយសោល្អទុកអាសោខូចច្រឡំទ្វាវាមាន3តែបើជ្រោជាអញ្ចឹងហើយក៏អញ្ចឹងតាទិញសោថ្មីឲ្យគ្រូមួយទៀតមករកទិញវត្ថុអនុស្សាវរីយ៍ទុកឲ្យវាគ្មិនផងហើយនិយាយមួយថ្ងៃភ្លេចប្រាប់កម្មវិធីខ្ញុំធ្វើហ្នឹងគឺកម្មវិធីតម្រង់ទិសសិស្សថ្នាក់ទី12ធ្វើម៉េចរៀនឲ្យបាននិទេស A រៀនឲ្យមានប្រសិទ្ធភាពណាអញ្ជើញអតីតសិស្សនិទេស A មកធ្វើជាវាគ្មិនដល់ពេលចឹងទៅមិនដឹងមានអីឲ្យមកទិញរបស់អនុស្សាវរីយ៍មួយចំនួនក៏តែកម្មវិធីតូចមួយក៏ធ្វើឲ្យខ្ញុំនេះហើយឈឺក្បាលត្រូវគិតដែរព្រោះមិនដឹងថាគួររៀបចំពីតាណាទៅតាណីហើយវត្ថុអនុស្សាវរីយ៍ទិញនឹងខ្លះចាំទៅរកទៀត